nơi ôi đồ này đồ đó này đó là tạiពេលនេះបាទវងណយបាទកំពុងតែធ្វើការថ្វាយគុំគ្រូបាទដើម្បីត្រៀមទុំទល់ជាមួយនឹងអ្នកបដាល់មកពីអរងបាទស្ដាប់ពីប្រវត្តិខ្លួនរបស់គាត់បាទគឺមិនធម្មតាបាទភួរកង់ដៃចោលប្រយ័ត្នបាទទៅចាប់យកអាជីពបាទជាអ្នកលក់សាច់អៀនកបីបាទឥឡូវនេះបាទចាប់អាជីពទាំងពីរម្ដងបាទគឺពាក់កង់ឡើងវិញបាទហើយក៏សម្រួលទម្ងន់របស់ខ្លួនបាទគឺមកដូចដើមបាទ71គីឡូក្រាមបាទជាពិសេសគឺធ្លាប់គូទី4គឺជាគឺអន្តរជាតិមិត្តភាពកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1បាទយើងមកទស្សនាការប្រកួតនៅក្នុងប្រភេទទម្ងន់71គីឡូក្រាមក៏រាប់ថាជាប្រភេទទម្ងន់ធ្ងន់ដែរបងប្អូនបាទទឹកទី1អូយបាទដល់ស្នាមរបស់នាងកំណាចខេត្តបៃលិនបាទវងណយបាទបងប្អូនហើយបើនិយាយពីវងណយដល់ស្នាមហើយទៀតហើយបាទសឹងមិនជឿថាគាត់អាចសម្រក់ទម្ងន់សល់71បានបាទក្បែរ100គីឡូបងប្អូនបាទមិនធម្មតាទេបាទការតាំងចិត្តរបស់អ្នកប្រដាល់បាទរូបនេះបាទរីឯដៃគូវិញគឺធំដែរបាទដល់ស្នាមកិច្ចផុតមួយស្រូវបាទពីបង្គោលខៀវបាទមូហាម៉េតម៉ាឌីដល់ស្នាមរបស់ហុងណយអូយដូរដៃដូរអស់បាទណែអូយបាទចូលពេញទៅម្ដងចូលពេញចូលពេញបាទអូយបាទគេកម្លាំងពេញបាទការដូរដៃគ្នាដូចជាមិនមានជាចម្រើនល្អទេបាទរបស់វងណយបាទដៃធ្ងន់ណាបាទរបស់បង្គោលខៀវបាទដល់ចូលទៀតឆ្វេងស្ដាំទោះស្ដាំបាំងជាប់ឆ្វេងស្ដាំចូលពេញបាទលោកអាយ៉ារ៉ាការរំមកលើទៀតបាទនេះគឺជាការមើលឃើញរបស់លោកអាយ៉ាក្រាបាទអូបាទមិនអាចទៀងមូហាម៉េតម៉ាឌីបាទចាប់ឈ្មោះក៏ຕົកចង់បាទប្រភេទទម្ងន់71គីឡូក្រាមឱកាសលើកចុងក្រោយអាកាសលើកចុងក្រោយបាទមកលើកនេះគឺមិនរត់ទេបាទទោះស្ដាំអូបាទមួយជើងដោយតាមជើងឆ្វេងស្ដាំវងណយជង្គង់របស់វងណយស្ដាំរបស់បាទវងណយកែងស្ដាំមួយដៃទៀតកែងឆ្វេងកែងស្ដាំរបស់មូហាម៉េតបាទវងណយស៊ូណាអូយបាទឆ្វេងស្ដាំទៅតែម្ដងបាទអូយបាទកែងដូរគ្នាបាទវងណយទោះបីជាត្រូវបានលោកកញ្ញាគណៈរួមមែនតែមិនញញើនៅក្នុងការបដូរកែងទេបាទទោះបីជាប៉ះគ្នាជាមួយមូហាម៉េតម៉ាឌីនេះគឺលឿនហើយធំទៀតអូហូយបាទពិតជាធ្ងន់មែនបាទមិនដៃមិនដែលបាទកន្លែងដែលស្លាប់អូបាទវងណយគាត់ថាគាត់ដូចមានអារម្មណ៍ថាដូចមិនទាន់បានវាយបាទអញ្ចឹងគឺអាការៈមកវិញបងប្អូនបាទមកផ្លេតមកភាំងហ្នឹងគឺអត់ដឹងទេបាទចុះទៅដល់ក្រោមសង្វៀនវិញបាទមិនទាន់ដឹងថាវាយបាក់លុយឲ្យនៅផងបាទកែងអូយបាទនិយាយទៅមូហាម៉េតម៉ាឌីនេះគាត់វាយកែងសុនបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីតាមរយៈបដូរដៃគូតស៊ូនៅក្នុងទឹកទី1ដោយឆ្នៃជ័យជំនះបានទៅលើកីឡាករបង្គោលខៀវមូហាម៉េតម៉ាឌី